បងស្រីដែលជាម្ចាស់ហាងនឹងគាត់បាននៅយាមហាងតែម្នាក់ឯងទេអ្នកនរហើយក៏បានជន់មិនស្គាល់មុខបានចូលនៅក្នុងហាងរបស់គាត់បន្ទាប់មកបរិះនឹងក៏បានធ្វើសកម្មភាពលេបខាយនាងរបៀបដូចជាញ៉ៃញងអីចឹងហើយក៏បង្ខំម្ចាស់ហាងនឹងអ្នកនរគ្នាបង្ខំឲ្យគាត់ធ្វើចេះធ្វើចោលដូចចង់លោបគាត់ចឹងហើយបងស្រីដែលជាម្ចាស់ហាងនឹងគាត់មានការភ័យស្លន់ស្លោក្នុងចិត្តគាត់ប៉ុន្តែគាត់អត់ដឹងធ្វើមិនពីព្រោះបរិះដែលចាប់ជំរិតគាត់នឹងមានកូនកបិតនៅពីក្រោយអ្នកនរគ្នាគាត់ថាបើសិនជាគាត់រើចឹងគាត់នឹងសម្លាប់ចឹងណាអ្នកគ្នាហើយបង្ខំឲ្យបងស្រីដែលជាម្ចាស់ហាងនឹងបង្ខំឲ្យគាត់ធ្វើសកម្មភាពផ្ដេសផ្ដាសចាមើលដូចតាមវីដេអូនឹងចឹងអាក្រក់ខ្លាំងមែនតើអ្នកគ្នាបើសិនជាគាត់អត់ធ្វើទេគឺគាត់សម្លាប់នាងចោលហើយនាងក៏បានទាញទៅយកស្រោមពាក់ឲ្យបរិះម្នាក់នឹងសិនដឹងធ្វើមកជាបើទឹកដល់ច្មោះហើយនឹងបន្ទាប់មកបងស្រីនឹងគាត់បានលួងលោមហើយក៏បានធ្វើសកម្មភាពនៅតាមបរិះនឹងដៃគំរាមព្រោះគាត់មានកូនកបិតនៅក្នុងដៃហើយស្ត្រីដែលជាម្ចាស់ហាងនឹងគាត់មិនដឹងក៏ត្រូវធ្វើមិនទៀតទេគាត់យល់ស្របតាមបរិះម្នាក់នឹងបជាទៅបន្ទាប់មកបរិះនឹងក៏ត្រូវបង្ខំនាងធ្វើសកម្មភាពតាមដែលក្នុងវីដេអូនឹងអញ្ចឹងហើយបងស្រីដែលជាម្ចាស់ហាងនឹងគាត់ក៏បានយល់ស្របតាមបរិះដែលជំរិតគាត់អញ្ចឹងទៅចាមួយសន្ទុះក្រោយមកនឹងបងស្រីក៏បានរើបំរាស់ចាលោមអស់ចិត្តហើយក៏បានរើបំរាស់ទាញកបិតពីបរិះម្នាក់នឹងមកដល់ពេលគាត់ទាញបានអញ្ចឹងទៅក៏បតែបន្ទប់គ្នាបរិះម្នាក់នឹងក៏គាត់បានរត់ចេញពីហាងតែម្ដងអ្នកនរគ្នាអូយខ្លាំងមែនតែម្ដងអញ្ចឹងមិនថាបងប្អូនស្រីដែលនៅតែឯងមិនថានៅក្នុងហាងមិនថានៅណាទេគួរតែប្រយ័ត្នដូចនៅក្នុងវីដេអូនឹងអញ្ចឹងព្រោះហានិភ័យវាមានគ្រប់កន្លែងអ្នកនរគ្នាតែមើលទៅតំណងនឹងវាចូលចាប់ចម្រិតយើងហើយវាធ្វើបាបយើងទៀតបងប្អូនតាគ្នានេះគឺជាប្រភេទឈុតបារាំងដែលនៅខ្ញុំលក់ហើយសម្រាប់ឈុតបារាំងនេះដែរសម្រាប់បងប្អូននារីឬក៏បងប្អូននារីអីមានកម្មវិធីឬក៏ស្លៀកដើរលេងកំសាន្តឬក៏ថតផលិតផលអីអាចធ្វើការស្លៀកជាមួយនឹងប្រភេទឈុតនេះបានហើយក្នុងមួយឈុតនេះដែរមួយឈុតរបស់វានឹងបូកទាំងខ្សែកនិងក្រវ៉ាត់អញ្ចឹងហើយប្រភេទឈុតនេះគឺព្រីសាយអ្នកនរគ្នាមិនបាច់យកទៅសេរីទេគឺប្រភេទឈុតរុំទៅតាមទំហំរាងអញ្ចឹងគីឡូប៉ុណ្ណាក៏ពាក់បានដែរហើយមានច្រើនពណ៌មែនតើហើយបើថាតម្លៃវ៉ាណាសមរម្យខ្លាំងមែនតើធូរថ្លៃបងប្អូនសម្រាប់បងប្អូនដែលកំងពីពេលហ្នឹងមានការប្រម៉ូសិនពិសេសហើយមានសេវាជូន25ខែក្រុងកំងភ្លាមអានភ្លាមណាអរគុណបងស្រីដែលជាម្ចាស់ហាងនឹងគាត់បាននៅយាមហាងតែម្នាក់ឯងទេអ្នកនរហើយក៏បានជន់មិនស្គាល់មុខបានចូលនៅក្នុងហាងរបស់គាត់បន្ទាប់មកបរិះនឹងក៏បានធ្វើសកម្មភាពលេបខាយនាងរបៀបដូចជាញ៉ៃញងអីចឹងហើយក៏បង្ខំម្ចាស់ហាងនឹងអ្នកនរគ្នាបង្ខំឲ្យគាត់ធ្វើចេះធ្វើចោលដូចចង់លោបគាត់ចឹងហើយបងស្រីដែលជាម្ចាស់ហាងនឹងគាត់មានការភ័យស្លន់ស្លោក្នុងចិត្តគាត់ប៉ុន្តែគាត់អត់ដឹងធ្វើមិនពីព្រោះបរិះដែលចាប់ជំរិតគាត់នឹងមានកូនកបិតនៅពីក្រោយអ្នកនរគ្នាគាត់ថាបើសិនជាគាត់រើចឹងគាត់នឹងសម្លាប់ចឹងណាអ្នកគ្នាហើយបង្ខំឲ្យបងស្រីដែលជាម្ចាស់ហាងនឹងបង្ខំឲ្យគាត់ធ្វើសកម្មភាពផ្ដេសផ្ដាសចាមើលដូចតាមវីដេអូនឹងចឹងអាក្រក់ខ្លាំងមែនតើអ្នកគ្នាបើសិនជាគាត់អត់ធ្វើទេគឺគាត់សម្លាប់នាងចោលហើយនាងក៏បានទាញទៅយកស្រោមពាក់ឲ្យបរិះម្នាក់នឹងសិនដឹងធ្វើមកជាបើទឹកដល់ច្មោះហើយនឹងបន្ទាប់មកបងស្រីនឹងគាត់បានលួងលោមហើយក៏បានធ្វើសកម្មភាពនៅតាមបរិះនឹងដៃគំរាមព្រោះគាត់មានកូនកបិតនៅក្នុងដៃហើយស្ត្រីដែលជាម្ចាស់ហាងនឹងគាត់មិនដឹងក៏ត្រូវធ្វើមិនទៀតទេគាត់យល់ស្របតាមបរិះម្នាក់នឹងបជាទៅបន្ទាប់មកបរិះនឹងក៏ត្រូវបង្ខំនាងធ្វើសកម្មភាពតាមដែលក្នុងវីដេអូហ្នឹងអញ្ចឹងហើយបងស្រីដែលជាម្ចាស់ហាងហ្នឹងគាត់ក៏បានយល់ស្របតាមបរិះដែលជំរិតគាត់អញ្ចឹងទៅចាមួយសន្ទុះក្រោយមកហ្នឹងបងស្រីក៏បានរើបំរាស់ចាលោមអស់ចិត្តហើយក៏បានរើបំរាស់ទាញកបិតពីបរិះម្នាក់ហ្នឹងមកដល់ពេលគាត់ទាញបានអញ្ចឹងទៅក៏បតែបន្ទប់គ្នាបរិះម្នាក់ហ្នឹងក៏គាត់បានរត់ចេញពីហាងតែម្ដងអ្នកនរគ្នាអូយខ្លាំងមែនតែម្ដងអញ្ចឹងមិនថាបងប្អូនស្រីដែលនៅតែឯងមិនថានៅក្នុងហាងមិនថានៅណាទេគួរតែប្រយ័ត្នដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងព្រោះហានិភ័យវាមានគ្រប់កន្លែងអ្នកនរគ្នាតែមើលទៅតំណងនឹងវាចូលចាប់ចម្រិតយើងហើយវាធ្វើបាបយើងទៀត